រដ្ឋមន្ត្រីការបរទេសថៃបរទេសណាចង់សម្របសម្រួលជំនួសព្រំដែនកម្ពុជាថៃត្រូវតែអព្យាក្រឹតរាជធានីបាងកករដ្ឋមន្ត្រីការបរទេសថៃលោកសីហស័កភួងកេតកែវបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនពិភាក្សាអំពីចំនួនព្រំដែនកម្ពុជាថៃសង្កត់ធ្ងន់លើអព្យាក្រឹតភាពនិងមិនលំអៀងក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលអន្តរជាតិលោកសីហស័កក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី18ដល់ថ្ងៃទី20ខែធ្នូបានពិភាក្សាអំពីចំនួនព្រំដែនកម្ពុជាថៃដែលកំពុងតែបន្តនៅថ្ងៃទី18ខែធ្នូលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជប៉ុនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនិងលើកកម្ពស់ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសថៃជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកសីហស័កក៏បានលើកយកកង្វល់ដែលកើតឡើងដោយប្រទេសជិតខាងនិងភាគីអន្តរជាតិអំពីស្ថានភាពនៅព្រំដែនកម្ពុជាថៃក្នុងអំឡុងពេលនៃកិច្ចប្រជុំលោកសីហស័កបានបញ្ជាក់ពីជំហររបស់ប្រទេសថៃលើចំនួនព្រំដែនដែលកំពុងតែបន្តដោយសង្កត់ធ្ងន់ថាប្រទេសថៃមិនបានញុះញង់ឲ្យមានចលនានោះទេលោកពន្យល់ថាខណៈពេលដែលប្រទេសកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍លើការចរចាបទឈប់បាញ់កម្ពុជាត្រូវតែបង្ហាញចេតនាពិតប្រាកដដោយបង្ហាញពីការត្រៀមខ្លួនសម្រាប់សន្តិភាពរួមទាំងបទឈប់បាញ់ពិតប្រាកដផងដែរប្រមុខការទូតថៃរូបនេះបញ្ជាក់បន្ថែមទៀតថាប្រទេសថៃមិនបដិសេធប្រទេសបរទេសដែលផ្ដល់ការសម្របសម្រួលនោះទេប៉ុន្តែការសង្កត់ធ្ងន់ថាអព្យាក្រឹតភាពគឺមានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលណាមួយប្រទេសថៃស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងពីប្រទេសដទៃទៀតដើម្បីជួយសម្រួលដល់សន្តិភាពប៉ុន្តែវាជារឿងសំខាន់ដែលការសម្របសម្រួលមិនត្រូវលំអៀងទៅរកភាគីម្ខាងឡើយលោកសីហស័កបានលើកឡើងផងដែរថាដំណោះស្រាយចុងក្រោយចំពោះចំនួនត្រូវតែកើតចេញពីការចរចាដោយផ្ទាល់រវាងប្រទេសថៃនិងកម្ពុជាដោយតម្រូវឲ្យកម្ពុជាបោះជំហានមុនឆ្ពោះទៅរកការសន្ទនាមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភពីចំនួនព្រំដែនកម្ពុជាថៃរាជធានីភ្នំពេញក្រោយទទួលបានរបាយការណ៍ពីការរីករាលដាលនៃចំនួនព្រំដែនកម្ពុជាថៃក្រោយយោធាថៃប្រើយន្តហោះចម្បាំង F16 ដ្រូនអត្តឃាតនិងអាវុធធុនធ្ងន់នៅជុំវិញតំបន់មានជនស៊ីវិលរស់នៅនិងតំបន់បេតិកភណ្ឌវប្បធម៌បណ្ដាលឲ្យជនស៊ីវិលបាត់បង់ជីវិតលោកវ៉ុលកថើកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សកាលពីថ្ងៃទី18ធ្នូម្សិលមិញបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើរឿងនេះលោកវ៉ុលកថើកគូបញ្ជាក់ផងដែរថាយោងតាមច្បាប់មនុស្សធម៌អន្តរជាតិការការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាការចាំបាច់បំផុតជាមួយគ្នាលោកអំពាវនាវឲ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់និងវិលត្រឡប់មករកកិច្ចសន្ទនាវិញស្របតាមកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរលោកបញ្ជាក់ផងដែរថាក្រុមការងារអង្គការសហប្រជាជាតិត្រៀមខ្លួនជួយកសាងទំនុកចិត្តនិងធានាថាការការពារជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិលគឺជាអាទិភាពលោកវ៉ុលកថើកបន្ថែមទៀតថាការវាយប្រហារត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិដូចជាត្រូវមានការបែងចែកគោលដៅភាពចាំបាច់និងសមាមាត្រដោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជនស៊ីវិលសូមជម្រាបជូនថាបើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជាបង្ហាញថាគិតត្រឹមថ្ងៃទី18ធ្នូការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាបណ្ដាលឲ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់កើនឡើងដល់18នាក់និងរបួសរហូតដល់79នាក់រីឯជនភៀសឹកបានកើនឡើងរហូតដល់ជាង47,000នាក់កំពុងត្រូវបានរៀបចំឲ្យស្នាក់នៅតាមជំរំសុវត្ថិភាពនានាក្នុងខេត្តទាំង11រួមមានខេត្តព្រះវិហារខេត្តឧត្តរមានជ័យបន្ទាយមានជ័យពោធិ៍សាត់បាត់ដំបងសៀមរាបកោះកុងខេត្តកំពតកំពង់ស្ពឺកណ្ដាលនិងខេត្តកំពង់ចាម